ចែកបន្លែមិនអត់ចែកអញ្ចឹងបងយីអូនមានត្រឹមតែមួយផ្លែតាហូបតែពីរអ្នកយាយតាទេណាផ្អែមណាស់បងប្អូនអើយមួយដើមមានមួយផ្លែទេជានេះសួរលពុកនេះបដាយលពូនេះមីងបងប្អូនកូនជាទីស្រឡាញ់នាងខ្ញុំសន្យាថាក្តោបនេះនៅពេលដែលធំនាងខ្ញុំនឹងចែកជូនបងប្អូនក៏ប៉ុន្តែមិនមែនផេកនឹងទេណាបងប្អូនគឺផេកវិនបុកល្ហុងឥឡូវនេះក្តោបរបស់នាងខ្ញុំកាន់តែគៀកចិត្តមកដល់ហើយបងប្អូនដោយសារតែផេករំដួលធីវីគាត់ចង់ឲ្យនាងខ្ញុំថតសហការមួយគាត់ដើម្បីឲ្យប្រជាជនខ្មែរយើងហ្នឹងដឹងថាប្រើប្រាស់ជីធម្មជាតិគឺវាល្អអញ្ចឹងនាងខ្ញុំក៏ណាត់ជួបគាត់ហើយនាងខ្ញុំកាប់បងប្អូនមើលវិញណាបងប្អូន73គីឡូហើយសាច់វានៅលក្ខណៈអត់តាន់តាន់អញ្ចឹងនាងខ្ញុំរងចាំមួយអាទិត្យទៀតបាទនាងខ្ញុំកាប់ជូនចាអញ្ចឹងបងប្អូនទៅតាមដានផេកវិនបុកល្ហុងទឹកនេះនាងខ្ញុំនៅពេលដែលនាងខ្ញុំកើបអញ្ចឹងនាងខ្ញុំចេញវីដេអូមួយឃ្លីបនាងខ្ញុំនឹងអូសទាញចាបងប្អូននៅពេលដែលបងប្អូនតម្លាក់ comment មកតន់នាងខ្ញុំអូសទាញចូលប្រហែលជា30នាក់ជាងនាងខ្ញុំចែកជូនបងប្អូនក្នុងម្នាក់4គីឡូចា4គីឡូអញ្ចឹងបងប្អូនចាំតាមដានផេកវិនបុកល្ហុងទឹកណាបងប្អូនចាហើយបងប្អូនមកទីនេះក៏អត់មានចែកដែរនេះខ្ញុំចែកនៅក្នុងអនឡាញក្នុងផេកវិនបុកល្ហុងណាផេកនេះក៏អត់មានដែរហើយបងប្អូនតែងតែស្ដីឲ្យនាងខ្ញុំថាហេតុអ្វីនាងខ្ញុំរឹកនាងខ្ញុំអត់ឆាតអត់លើកបងប្អូនផេកសុកសែ2សុកសែ3នៅស្រុកក្រៅបងប្អូនអត់មានអ្នកកាន់ទេកូនស្រីរបស់នាងខ្ញុំគាត់រវល់ទៅធ្វើការអញ្ចឹងគាត់អត់បានឆ្លើយផេកទេចាអញ្ចឹងបងប្អូនទៅរកនាងខ្ញុំវិនបុកល្ហុងវិនសុកសែមួយក៏ដូចជាស្ថាវិន eating អានឹងមានកូនចៅរបស់នាងខ្ញុំជាអ្នកកាន់ចាបើសិនជាផេកនេះអត់មានអ្នកកាន់ទេណាបងប្អូនហើយផេកនេះជាទូទៅគឺនាងខ្ញុំបង្រៀនបងប្អូនឲ្យចេះដាំបង្រៀនបងប្អូនឲ្យចេះចម្អិនម្ហូបបង្រៀនបងប្អូនឲ្យចេះកាត់ stress ចាឲ្យចេះធៀមចិត្តនៅពេលដែលយើងបរាជ័យធ្វើម៉េចឲ្យវាជីវិតស្រស់ថ្លាដូចនាងខ្ញុំអញ្ចឹងណាចាផេកហ្នឹងគឺនាងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេតែបើសិនជាតាក់ទងលក់ដូរឬក៏ចែកអីអត់មានទេបងប្អូនណាហេចែកបន្លែមិនអត់ចែកអញ្ចឹងបងយីអូនមានត្រឹមតែមួយផ្លែតាហូបតែពីរអ្នកយាយតាទេណាផ្អែមណាស់បងប្អូនអើយមួយដើមមានមួយផ្លែទេជានេះសួរលពុកនេះបដាយលពូនេះមីងបងប្អូនកូនជាទីស្រឡាញ់នាងខ្ញុំសន្យាថាក្តោបនេះនៅពេលដែលធំនាងខ្ញុំនឹងចែកជូនបងប្អូនក៏ប៉ុន្តែមិនមែនផេកនឹងទេណាបងប្អូនគឺផេកវិនបុកល្ហុងឥឡូវនេះក្តោបរបស់នាងខ្ញុំកាន់តែគៀកចិត្តមកដល់ហើយបងប្អូនដោយសារតែផេករំដួលធីវីគាត់ចង់ឲ្យនាងខ្ញុំថតសហការមួយគាត់ដើម្បីឲ្យប្រជាជនខ្មែរយើងហ្នឹងដឹងថាប្រើប្រាស់ជីធម្មជាតិគឺវាល្អអញ្ចឹងនាងខ្ញុំក៏ណាត់ជួបគាត់ហើយនាងខ្ញុំកាប់បងប្អូនមើលវិញណាបងប្អូន73គីឡូហើយសាច់វានៅលក្ខណៈអត់តាន់តាន់អញ្ចឹងនាងខ្ញុំរងចាំមួយអាទិត្យទៀតបាទនាងខ្ញុំកាប់ជូនចាអញ្ចឹងបងប្អូនទៅតាមដានផេកវិនបុកល្ហុងទឹកនេះនាងខ្ញុំនៅពេលដែលនាងខ្ញុំកើបអញ្ចឹងនាងខ្ញុំចេញវីដេអូមួយឃ្លីបនាងខ្ញុំនឹងអូសទាញចាបងប្អូននៅពេលដែលបងប្អូនតម្លាក់ comment មកតន់នាងខ្ញុំអូសទាញចូលប្រហែលជា30នាក់ជាងនាងខ្ញុំចែកជូនបងប្អូនក្នុងម្នាក់4គីឡូចា4គីឡូអញ្ចឹងបងប្អូនចាំតាមដានផេកវិនបុកល្ហុងទឹកណាបងប្អូនចាហើយបងប្អូនមកទីនេះក៏អត់មានចែកដែរនេះខ្ញុំចែកនៅក្នុងអនឡាញក្នុងផេកវិនបុកល្ហុងណាផេកនេះក៏អត់មានដែរហើយបងប្អូនតែងតែស្ដីឲ្យនាងខ្ញុំថាហេតុអ្វីនាងខ្ញុំរឹកនាងខ្ញុំអត់ឆាតអត់លើកបងប្អូនផេកសុកសែ2សុកសែ3នៅស្រុកក្រៅបងប្អូនអត់មានអ្នកកាន់ទេកូនស្រីរបស់នាងខ្ញុំគាត់រវល់ទៅធ្វើការអញ្ចឹងគាត់អត់បានឆ្លើយផេកទេចាអញ្ចឹងបងប្អូនទៅរកនាងខ្ញុំវិនបុកល្ហុងវិនសុកសែមួយក៏ដូចជាស្ថាវិន eating អានឹងមានកូនចៅរបស់នាងខ្ញុំជាអ្នកកាន់ចាបើសិនជាផេកនេះអត់មានអ្នកកាន់ទេណាបងប្អូនហើយផេកនេះជាទូទៅគឺនាងខ្ញុំបង្រៀនបងប្អូនឲ្យចេះដាំបង្រៀនបងប្អូនឲ្យចេះចម្អិនម្ហូបបង្រៀនបងប្អូនឲ្យចេះកាត់ stress ចាឲ្យចេះធៀមចិត្តនៅពេលដែលយើងបរាជ័យធ្វើម៉េចឲ្យវាជីវិតស្រស់ថ្លាដូចនាងខ្ញុំអញ្ចឹងណាចាផេកហ្នឹងគឺនាងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេតែបើសិនជាតាក់ទងលក់ដូរឬក៏ចែកអីអត់មានទេបងប្អូនណាហេ